ព្រមទាំងប្រសងគ្រប់អង្គនឹងចរើនពោដល់បាសកបាសិកាទាំងអស់ដល់ពេលអាត្មានឹងឆ្លើយសំណួរព្រះអង្គគ្រូអាត្មាភាពមិនដែលតាំងខ្លួនជាព្រះឧបល័យទេប៉ុន្តែថ្ងៃនេះហេតុអ្វីបានជាអាត្មាភាពទទួលភារៈជាអ្នកឆ្លើយវិន័យតំណាងព្រះឧបល័យទៅវិញព្រោះអាត្មាភាពគ្រាន់តែឆ្លើយសង្ខេបតែប៉ុណ្ណោះបើនិយាយពីចំណេះចេះដឹងរបស់ឧបល័យនឹងគឺថាអេតតិកៈខ្លាំងប្រសើរគឺថាប្រសើរជាងភិក្ខុទាំងឡាយផ្នែកខាងជាអ្នកដោះស្រាយនៅព្រះវិន័យហើយប្រសើរជាងគេព្រោះមិនមែនភិក្ខុទាំងឡាយនៅក្នុងសាសនានឹងអត់ចេះវិន័យទេប៉ុន្តែព្រះឧបល័យហ្នឹងគឺថាអេតតិកៈខាងវិន័យប៉ុន្តែអាត្មាមិនមែនអេតតិកៈទេញោមព្រោះរៀនបាសិកាបទហ្នឹងមួយអាទិត្យហ្នឹងបាសិកាបទមុំខ្លីចាំផងហើយតរអេតតិកៈវិន័យណាព្រោះអញ្ចឹងខ្ញុំកណាសូមឆ្លើយទៅតាមអញ្ចឹងព្រះវិន័យ3ដកទាំងអស់ព្រះវិន័យ3ដកមានប៉ុន្មានភាគញាតិញោមដឹងទេមាន13ព្រោះមាន13ភាគហើយនឹងញាតិញោមធ្លាប់ទិញប្រកេនលោកដឹងហើយព្រោះឡូហើយធ្លាប់អាន3ដកឯងដឹងហើយថាអាពួរលឿងហ្នឹងមានតែ13ឯងហើយនឹងវិន័យហ្នឹងចែកចេញជា5គម្ពីរញោម5គម្ពីរហើយ5គម្ពីរហ្នឹងមានអតិកម្មបាចតិយៈមហាវៈចលវៈបរិវារៈណាអតិកម្មហ្នឹងចែកជាខាបតនិមន្តជ្រាបថាមាន5គម្ពីរគឺអតិកម្មហើយទី2បាចតិយៈទី3មហាវៈចលវៈបរិវារៈណាសូមនិមន្តជ្រាបសួរថាគម្ពីរព្រះវិន័យមានប្រមាណលោកឆ្លើយថាមាន5គម្ពីរណាត្រូវហើយតន់បានសួរឈ្មោះផងប្រាប់ឈ្មោះទៀតចិត្តល្អម្លេះនឹងរស់ស៊ីមិនមានបើគេទិញប៉ុណ្ណេះឲ្យលើសប៉ុណ្ណោះហ៎អញ្ចឹងអវសោឧបល័យលោកឆ្លើយថាព្រះវិន័យមាន5គម្ពីរគឺអតិកម្មបាចិត្តយ៉ាងចលវៈមហាវៈបរិវារៈចឹង4គម្ពីរខាងចុងខ្ញុំក៏ណាលើកទុកសិនចុះអត់សួរទេសួរតែគម្ពីរខាងដើមគឺអតិកម្មតើគម្ពីរអតិកម្មព្រះអនាវរណញ្ញាណព្រះអង្គសម្ដែងចែកចេញមានប៉ុន្មានសិក្ខាបទដែរឧបល័យសូមនិមន្តឆ្លើយបបិទ្ធលោកម្ចាស់ដោយចម្រើនអតិកម្មដែលព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់សម្ដែងនៅក្នុងអតិកម្មហ្នឹងចែកចេញជាសិក្ខាបទមាន4បូកនឹង13បូកនឹង2បូកនឹង2វា19សិក្ខាបទលោកម្ចាស់កណាវាមានបរាជិក4សង្ឃាពិសេស13ហើយនឹងអនិច្ចតៈ2រួមមកសរុបនៅក្នុងអតិកម្មនឹងឯងណាសូមលោកម្ចាស់ជ្រាប
nè chìa phải phải là đợi mền ấyประมาณ mấy bầu tới ประมาณ mấy đậm buồn ở trong a tây cam lục chạy chia sẻ khá bót miền đậm buồn thì đối chìm toàn cho bạn đối chìm mền đấy mền đậm buồn đấy a tây cam cầm pi khẳng đam và ông sầm đai chạy chia sẻ khá bót dương rập ở trong pi khâu pa thì màu nắng lấy dương số sẻ khá bót trong pa thì màu miền ประมาณ miền ปราจักบุญสังเขติเสดอกใบอนิยตะปีนิสกียปาเจตยะ30สติกะปาเจตยะ90ปีปะเดเตสนัยยะ4สิกขยวัตร75รวมទាំងអធិករណសមត្ថៈ7ផងត្រូវជា227សិក្ខាបទហ្នឹងឧបល័យnè nắng atikam khang đam copy khang đam lấy lợt tục ọt xuôi chán đây vô tay sẽ khap bắt mà xua cứ para chật buồn á ta para chật buồn nâng pre ana vệ rana nhiên pa ông sầm đai tha miên chmua hà vây khla đai tới ốp lấy xôm nị mòn lại alo ផនតបពិតលោកម្ចាស់ដោយចម្រើនសិក្ខាបទ4ខាងដើម4ហ្នឹងសិក្ខាបទទី1ឈ្មោះមេធនធម្មសិក្ខាបទហើយសិក្ខាបទទី2ឈ្មោះអត្តនេទានសិក្ខាបទសិក្ខាបទទី3ឈ្មោះមនុស្សមនុស្សវិកហសិក្ខាបទហើយនៅសិក្ខាបទទី4ឧត្តរមនុស្សធម៌សិក្ខាបទសូមនិមន្តជ្រាបហើយជ្រាបរហូតញោមជ្រាបវិញញោមជ្រាបដែរមិនដឹងថាម៉េចលោកសំដែងមានមេធនសិក្ខាបទអត្តនេទានសិក្ខាបទសារមនុស្សធម្មសិក្ខាបទនិងមនុស្សវិកហៈចឹងខ្ញុំកណាក៏បានយល់ហើយថាបរាជិក4នឹងព្រះអង្គសម្ដែងថាមាន4មានឈ្មោះអញ្ចឹងប៉ុន្តែខ្ញុំកណាចង់សួរថាតើសិក្ខាបទទី1ដែលយើងហៅថាបឋមសិក្ខាបទគឺមេធនធម្មនឹងតើមានន័យសេចក្តីយ៉ាងណាដែរឧបលេសសូមនិមន្តឆ្លើយបពិតលោកម្ចាស់ដោយចម្រើនមេធននឹងការប្រព្រឹត្តនៅធម៌មិនប្រសើរមេធនធម្មឬក៏យើងថាការប្រព្រឹត្តពីរនាក់របស់បរិសស្ត្រីនឹងប្រព្រឹត្តពីរនាក់នៅក្នុងទីកំបាំងហើយមានទឹកជាទីបំផុតអាហ្នឹងមេធនធម្មអញ្ចឹងសូមលោកម្ចាស់ជ្រាបណាសាធុជ្រាបហើយមេធនធម្មហ្នឹងញាតិញោមស្ដាប់បានទេលោកឆ្លើយមិញមេធនធម្មហ្នឹងបានន័យថាការយ៉ាងនិយាយស្រួលស្ដាប់ទៅគឺការប្រព្រឹត្តខុសណាប្រព្រឹត្តខុសក្នុងកាមអញ្ចឹងតើហេតុអ្វីបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាមេធនសិក្ខាបទនេះភិក្ខុប្រព្រឹត្តហើយត្រូវអបាត្តបរាជិកសូមឧបល័យនិមន្តឆ្លើយបពិតលោកម្ចាស់ដោយចម្រើនសិក្ខាបទទី1ដែលភិក្ខុប្រព្រឹត្តហើយត្រូវអបាត្តបរាជិកព្រោះព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់បញ្ញត្តិហាម5ដល់ភិក្ខុទាំងឡាយណាដែលប្រព្រឹត្តល្មើសនៅសិក្ខាបទភិក្ខុនោះត្រូវអបាត្តបរាជិកសូមនិមន្តជ្រាបណាជ្រាបហើយព្រឹត្តហើយត្រូវអបាត្តបរាជិកចុះ
បរាជឹកនឹងប្រែមកថាម៉េចទៅឧបល័យសូមនិមន្តឆ្លើយតិចទៀតមើលបពិតព្រះអង្គគ្រូដ៏ចម្រើនបរាជឹកនេះគឺប្រែថាការចាលចាញ់សូមនិមន្តជ្រាបណាការចាលចាញ់បរាជឹកប្រែមកថាការចាលចាញ់ញាតិញោមយល់ទេយល់ដែរបើមិនយល់ទេសួរឧបល័យតទៅទៀតថាតើការចាលចាញ់នឹងចាលចាញ់យ៉ាងម៉េចទៅឧបល័យបុគ្គលត្រូវបរាជឹកឲ្យចាលចាញ់ចាញ់សង្គ្រាមឬក៏ថាចាញ់លបែងឬក៏ថាចាញ់ភេទអីម៉េចសូមឧបល័យនិមន្តឆ្លើយថាតើការចាលចាញ់នឹងមានន័យសេចក្តីយ៉ាងណាដែរសូមនិមន្តឆ្លើយបពិតលោកម្ចាស់ដ៏ចម្រើនការចាលចាញ់នេះគឺជាអ្នកដែលត្រូវចាលចាញ់ព្រោះខុសនឹងសិក្ខាបទរបស់ព្រះសម្មាសម្ពុទ្ធចាលចាញ់នៅក្នុងធម៌នៅក្នុងពាក្យបញ្ញត្តិរបស់ព្រះសម្មាសម្ពុទ្ធព្រោះបុគ្គលដែលត្រូវអាបត្តិបរាជិកហើយគឺថាมันអាចនៅបួសជាភិក្ខុបាននេះគឺជាការចាលចាញ់សូមនិមន្តជ្រាបការចាលចាញ់គឺជាការដែលមិនអាចស្ថិតនៅក្នុងភេទជាបព្វជិតបានណាខ្ញុំកណាយល់ហើយប៉ុន្តែញាតិញោមនឹងមិនដឹងថាយល់ឬក៏អត់ណាចឹងមិនសួរឧបល័យអីច្រើនទេចឹងចង់សួរថាតើភិក្ខុដែលលោកត្រូវអាបត្តិបរាជិកហើយលោកមិនអាចនៅភាវៈជាភិក្ខុទេចុះប្រសិនណាបើលោកត្រូវអាបត្តិបរាជិកហើយលោកមិនដាក់ភេទទៅជាសាមណេរទេតើកុសលធម៌សម្រាប់ភិក្ខុនោះឬក៏ថាភាវៈជាភិក្ខុតើនឹងមានចំពោះបុគ្គលនោះដែរឬទេឧបល័យសូមនិមន្តឆ្លើយបពិតលោកម្ចាស់ដ៏ចម្រើនបុគ្គលដែលត្រូវឬភិក្ខុដែលត្រូវអាបត្តិបរាជិកហើយដែលជាធម៌រាំងសម្រាប់ភិក្ខុព្រោះថាព្រះអង្គទ្រង់ត្រាស់សម្ដែងថាជាធម៌ជាអន្តរាយកធម៌រាំងនៅសួគ៌និងនិព្វាននឹងបើលោកអាចបានសម្ដែងឬក៏លាចាសិក្ខាបទឬក៏ដាក់ជាសាមណេរទេការសប្បាយរបស់ភិក្ខុរបស់សាមណេរដែលត្រូវអាបត្តិហើយលោកត្រូវមានការសប្បាយព្រោះការសម្ដែងនៅអាបត្តិនៅទោសនោះចេញណាសូមនិមន្តជ្រាបណាអញ្ចឹងភិក្ខុដែលលោកត្រូវអាបត្តិបរាជិកហើយមិនដាក់ភេទជាសាមណេរទេនឹងបិទសួគ៌បិទនិព្វានចុះប្រសិនណាបើលោកត្រូវអាបត្តិបរាជិកហើយលោកដាក់មកជាសាមណេរឬក៏ថាសឹកទៅជាក្រហោះតើសួគ៌និព្វានបិទសម្រាប់លោកដែរទេឧបល័យសូមនិមន្តឆ្លើយបពិតលោកម្ចាស់ដ៏ចម្រើនចំពោះទោសដែលលោកបានសម្ដែងចេញហើយលោកបានធ្វើតាមវិន័យហើយគឺជាការរួចចាកទោសហើយចំពោះសួគ៌និព្វានគឺមិនបិទសម្រាប់លោកទេណាសូមនិមន្តជ្រាបបន្តអំពីការសាកសួរចប់នៅអំពីព្រះវិន័យទៅក៏សូមអញ្ជើញញោមជា
សេចក្តីយ៉ាងណាសូមព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទទាំងអស់ស្ដាប់នៅរាជកថាទាំងពីរអ្នកសូត្រស្វាជាក្នុងការអីលើនេះផងសូមអនុមោទនា